នេះគឺអ្នកគ្រូតំណាងឲ្យពួកយើងទាំងអស់គ្នាណាពួកយើងទាំងអស់គ្នាខ្ញុំណាកៅហ្នឹងគឺតំណាងមានតែមនុស្សយើងកើតមកគឺវាតទេបែបហ្នឹងណាកូនតទេបែបហ្នឹងអញ្ចឹងនៅពេលដែលកើតមកតទេគឺយើងមានន័យថាយើងមានយើងកើតមកបកគលណាក្រោយកើតមកគឺយើងមានគ្រួសារណាគ្រួសារយើងមានគ្រួសារយើងមានឪពុកមានម្ដាយអ្នកខ្លះកើតមកក៏កំព្រាឪពុកតែមានម្ដាយអ្នកខ្លះកើតមកម្ដាយនោះក៏ស្លាប់ទៅទៀតអ្នកខ្លះក៏កំព្រាទាំងឪពុកទាំងម្ដាយទៀតមានសាច់ញាតិពូមីងជីដូនជីតាមើលថែណាអ្នកខ្លះក៏អត់ទៀតក៏មានសាច់ញាតិផ្សេងទៅប៉ុន្តែភាគ700ច្រើនយើងមានណាយើងមានឪពុកម្ដាយយើងគ្រួសារអញ្ចឹងមានន័យថាយើងជាក្មេងដែលនៅក្រោម18ឆ្នាំគឺគ្រប់គ្នាកើតមកសុទ្ធតែមានគ្រួសារបើសិនជាគ្មានគ្រួសាររដ្ឋរបស់យើងនឹងស្វែងរកគ្រួសារចិញ្ចឹមគ្រួសារជំនួសអញ្ចឹងមានន័យថាយើងជាកុមារគឺយើងត្រូវមានអ្នកថែរក្សាជាអ្នកស្គាល់ឬក៏ជាគ្រួសារណាមួយឬក៏ជាអង្គការនឹងក៏ជាគ្រួសាររបស់យើងដែរនេះគឺជាគ្រួសាររបស់យើងហើយយើងកើតមកយើងក្តឹងក្តីមកគឺយើងមានគ្រួសារទោះជាគ្រួសារជាឪពុកម្ដាយបង្កើតឬក៏ចិញ្ចឹមឬក៏ជីដូនជីតាឬក៏សាច់ញាតិពូមីងបងប្អូនឬក៏ជាគ្រួសារដែលចិញ្ចឹមឬក៏អង្គការតែបានចិញ្ចឹមបីបាច់ថែរក្សាយើងរក្សាពីព្រោះអីគាត់បានចិញ្ចឹមនិងមើលថែយើងទោះមានចំណុចល្អឬមិនល្អក៏ដោយប៉ុន្តែគាត់មិនបានបោះបង់យើងគាត់ថែរក្សាយើងកាលដែលយើងគ្មានអ្វីទាំងអស់នេះតទេនេះយើងនេះកាត់មកតទេណាឃើញកូនតទេយកមានអីទាំងអស់អញ្ចឹងយើងមានគ្រួសារហើយគាត់អត់បោះបង់យើងទេទោះបីមានពេលខ្លះសម្ដីមិនសមរម្យឬក៏មានអាកប្បកិរិយាខ្លះមិនល្អឬក៏យើងអត់ពេញចិត្តក៏ដោយយើងអត់ពេញចិត្តក៏ដោយតែនៅតែជាគ្រួសារអញ្ចឹងយើងដាក់ទៅកើតមកគឺមានគ្រួសារណាមានគ្រួសារបន្ទាប់ពីយើងមានគ្រួសារហើយគឺទៅពេលដែលយើងកើតមកមានគ្រួសារអ្វីដែលយើងមាននៅក្នុងខ្លួនយើងបន្ទាប់ពីគ្រួសារហ្នឹងគឺការសិក្សាមិនមែនមានន័យថាតតែយើងអាយុ3ឆ្នាំចូលមត្តេយ្យឬក៏អាយុ6ឆ្នាំទៅរៀននៅសាលាទេការសិក្សាពេលខ្លះក៏យើងរៀនបានអំពីការរស់នៅប្រចាំថ្ងៃការលេងឬក៏ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងហ្នឹងយើងរៀនបានតិចតួចចឹងកើតមកគឺមានគ្រួសារគឺយើងទទួលបានការសិក្សានិងចំណេះដឹងនៅក្នុងគ្រួសារហ្នឹងយើងរៀនពីប៉ាម៉ាក់យើងពីមនុស្សចាស់ពីអីហ្នឹងបន្ទាប់មកយើងទៅរៀននៅសាលាគ្រប់អាយុចូលមត្តេយ្យយើងទៅមត្តេយ្យគ្រប់អាយុចូលរៀនបឋមយើងទៅបឋមទៅអញ្ចឹងយើងចាប់ផ្ដើមដាក់ការសិក្សានៅក្នុងខ្លួនតទេរបស់យើងហ្នឹងណាការសិក្សាមើលឃើញអត់ការសិក្សាយើងចាប់ផ្ដើមដាក់ទៅនៅក្នុងរូបកាយដៃតទេហ្នឹងណារូបកាយដៃតទេរបស់យើងហ្នឹងយើងដាក់ការសិក្សាចូលទៅណាដាក់ការសិក្សាចូលហើយជីវិតយើងម្នាក់នៅពេលដែលយើងតទេយើងដាក់ការសិក្សាចូលទៅនៅក្នុងនឹងដែរគឺគ្រួសារយើងឲ្យយើងមកនៅសុខភាពដែលល្អគាត់មើលថែពាក្យខ្មែរយើងនិយាយថាសម្ោចវាឡើងមិនឲ្យប៉ះបេះចេញឈឺនាំកូនទៅពេទ្យឪពុកម្ដាយខ្លះធ្វើការនៅពេលដែលដឹងថាកូនឈឺសុំច្បាប់ទៅមើលថែកូនយកកូនទៅពេទ្យទោះបីពេលខ្លះមានការត្រូវមាត់ឬក៏មានសម្ពាធក្រែងចិត្តប៉ុណ្ណាតែមុខក្រាស់គ្រប់បែបយ៉ាងគឺថែទាំកូនអាហារញ៉ាំជួនកាលអ្នកខ្លះមានលុយតិចតួច1000 2000មិនហ៊ានញ៉ាំខ្លួនឯងទិញឲ្យកូនទឹកដោះគោមិនហ៊ានញ៉ាំខ្លួនឯងដើម្បីពៅឆ្អឹងទេព្រោះខ្លួនឯងអាយុច្រើនចាស់ហើយគួរតែពៅឆ្អឹងទឹកដោះគោឬក៏អាហារបំពន់ផ្សេងតែមិនហ៊ានញ៉ាំទេទិញបំពន់កូនតូចទិញបំពន់កូនអញ្ចឹងគឺអ្វីដែលយើងទទួលបានមកពីគ្រួសារឬឪពុកម្ដាយហ្នឹងគឺសុខភាពអាហារហូបចុកឬក៏ការញ៉ាំរាល់ថ្ងៃការរស់នៅក្នុងជីវិតមួយដែលមានក្តីសុខនិងរីករាយអញ្ចឹងយើងទទួលបានយើងដាក់ទៅក្នុងជីវិតយើងមានណាក្រាស់ក្រៃណានេះគឺជាសេចក្តីសុខដែលឪពុកម្ដាយយើងបានផ្ដល់ឲ្យយើងមានគ្រប់រសជាតិឬក្រុមគ្រួសារឬសង្គមមួយនេះប្រទេសជាតិយើងបានផ្ដល់ឲ្យយើងនៅក្តីសុខនិងក្តីរីករាយសន្តិភាពមិនមានអ្នកណាមកធ្វើបាបអីយើងអាចដើរទៅរៀនដោយរីករាយណាយើងដាក់ចូលទៅក្នុងជីវិតរបស់យើងចូលទៅក្នុងជីវិតរបស់យើងនៅក្នុងហ្នឹងយើងមានមិត្តភ័ក្តិរបស់យើងនៅក្នុងសហគមន៍របស់យើងហ្នឹងយើងមានមិត្តភ័ក្តិយើងដាក់ចូលទៅឲ្យវាណែនណាឲ្យវាណែននៅក្នុងជីវិតរបស់យើងបរិយាកាសនៅក្នុងប្រទេសយើងស្រុកយើងខ្
ចោលដកដង្ហើមជីវិតរស់នៅគឺធ្វើឲ្យយើងរស់នៅអាចស្រូបបរិយាកាសល្អបានចោលល្អបានអញ្ចឹងយើងស្រូបវាទៅចូលទៅក្នុងជីវិតរបស់យើងដើម្បីឲ្យយើងមានក្តីសុខយើងរីករាយដំណើរកំសាន្តការជួបជុំមិត្តភ័ក្តិគ្រួសារដើរលេងជីវិតប្រចាំថ្ងៃទៅរៀនមានមិត្តភ័ក្តិមានលោកគ្រូអ្នកគ្រូស្រឡាញ់ជាក្តីសុខដាក់ទៅក្នុងខ្លួនយើងណាដាក់ឲ្យធ្ងន់ខ្លួនពីព្រោះអីលោកគ្រូអ្នកគ្រូរបស់យើងដែលគាត់បរៀនយើងពីទូចដែលនៅក្នុងសហគមន៍យើងឬក៏មិត្តភ័ក្តិយើងដែលយើងរាប់អានពីទូចមកហ្នឹងគឺមានន័យថាតំណែងតំណងហ្នឹងគឺវាស្ថិតស្ថេរទៅអនាគតគឺវាមានន័យថាវានៅតែមានតំណែងតំណងល្អអញ្ចឹងការគ្រប់គ្រងការជួយពីគ្រូពីសហគមន៍ហ្នឹងគឺវានៅមាននៅក្នុងជីវិតយើងទៅអនាគតវាធ្វើឲ្យយើងមានក្តីសុខហើយជីវិតយើងរៀងណែនណាអញ្ចឹងការសិក្សានេះមិនមែនមានន័យថាតើតែយើងរៀនចប់ដាក់ដប់ចប់បរិញ្ញាបត្រឬក៏ចប់ដល់បណ្ឌិតអីនោះទេអញ្ចឹងការសិក្សាគឺវាអាស្រ័យទៅលើសម្បទានៃបញ្ញារបស់មនុស្សម្នាក់អ្នកខ្លះគាត់កើតមកគឺគាត់មានបញ្ញាមិនដូចអ្នកដទៃអ្នកខ្លះកើតមកគឺគាត់មានបញ្ញាក្នុងការសិក្សាក្នុងការរៀនគាត់អាចរៀនចប់ដល់បាក់ឌុបគាត់អាចរៀនចប់ដល់បរិញ្ញាបត្រគាត់អាចរៀនចប់ដល់អនុបណ្ឌិតឬក៏បណ្ឌិតវាអាស្រ័យទៅលើសម្បទានៃបញ្ញារបស់គាត់ទទួលយកបានអាស្រ័យលើអាកាសធនធាននិងថវិកាដែលគាត់អាចរៀនបានខ្ពង់ខ្ពស់អញ្ចឹងសម្រាប់កូនដែលមានឱកាសរៀនខ្ពង់ខ្ពស់ឬក៏សម្បទានៃបញ្ញារបស់កូនអាចរៀនបានទៅមុខទៀតអ្នកគ្រូលើកទឹកចិត្តឲ្យរៀនដើម្បីជាគុណតម្លៃសម្រាប់ខ្លួនឯងដែលយើងមានចំណេះវិជ្ជាសំខាន់បំផុតគឺប្រទេសជាតិយើងត្រូវការមនុស្សរៀនបានខ្ពង់ខ្ពស់ដើម្បីយើងលើកស្ទួយជាតិយើងជាជាតិដែលមានបញ្ញវន្តមានចំណេះដឹងខ្ពង់ខ្ពស់ជាតិត្រូវការការអភិវឌ្ឍប៉ុន្តែសម្រាប់កូនដែលសម្បទានៃបញ្ញារបស់កូនទៅមុខអត់រួចអ្នកខ្លះគ្នារៀនតែអក្សរខ្មែរហ្នឹង4 5 6ឆ្នាំរៀនមិនចេះរៀនទៅមុខអត់រួចប៉ុន្តែកូនកុំបារម្ភព្រោះពាក្យខ្មែរយើងនិយាយថាមានជំនាញពិតប្រាកដប្រាក់រត់តាមហៅអញ្ចឹងកូនប្រឹងរៀនឲ្យអស់ពីលទ្ធភាពទៅបើសិនជាកូនចេះអក្សរឬមិនចេះអក្សរក៏ដោយតែប្រឹងអស់លទ្ធភាពទៅបើបញ្ញាទៅអត់រួចទេយើងរៀនជំនាញអីមួយទៅឲ្យចេះជំនាញអីមួយទៅឲ្យវាធ្ងន់នៅក្នុងខ្លួនយើងដែលយើងមានជំនាញមួយអានឹងការសិក្សាដែរហើយសម័យបច្ចុប្បន្ននេះគឺទាំងរដ្ឋរបស់យើងទាំងអង្គការទាំងស្ថាប័នផ្សេងគេមានវិទ្យាស្ថានច្រើនណាស់គេមានបាត់ថ្នាក់ជំនាញច្រើនណាស់សម្រាប់អ្នកមិនចេះអក្សរសាស្ត្រក៏អាចចូលរៀនជំនាញវគ្គខ្លី3ខែ4ខែដើម្បីបានជំនាញពិតប្រាកដឬក៏អ្នកដែលចប់ត្រឹមបឋមក៏អាចចូលរៀនជំនាញអ្នកដែលចប់ទី9អាចចូលរៀនជំនាញបានអញ្ចឹងផ្ដល់ឱកាសឲ្យគ្រប់គ្នាមានជំនាញអញ្ចឹងអ្នកគ្រូចង់និយាយអំពីតុក្កតាមួយនេះដែលពោក្រហមនេះហើយអ្នកគ្រូសរសេរថាការសិក្សាគឺមានន័យថាបញ្ញាកូនទៅបានប៉ុណ្ណាកូនខំប្រឹងប៉ុណ្ណឹងធ្វើម៉េចកូនមានចំណេះវិជ្ជានិងជំនាញតុក្កតានេះមួយដាក់ក្នុងខ្លួនឯងឲ្យធ្ងន់ហើយវាអត់បាត់បង់ទៅណាទេពេលចាស់និយាយថាចំណេះវិជ្ជាចោលលួចក៏មិនបានក្រៅក៏អត់កាត់ដែរណាគឺវាជួយយើងចាស់ចំណេះនិងជំនាញអញ្ចឹងនៅពេលដែលកូនមានណាជំនាញហ្នឹងវាធ្ងន់ហើយមានជំនាញហ្នឹងហើយមានចំណេះហើយគឺចាមានការងារណាប្រាក់រត់តាមហៅប្រាក់តិចប្រាក់ទួចតែមានប្រាក់ណាលុយតិចលុយទួចក៏ដោយតែជាលុយល្អជាងយើងអត់មានលុយយើងអត់ការងារធ្វើលុយតិចលុយទួចទៅតាមជំនាញទៅតាមបញ្ញាទៅតាមកម្រិតវប្បធម៌របស់យើងតែសំខាន់យើងមានជំនាញសំខាន់យើងមានលុយណាដាក់វាចូលឲ្យធ្ងន់ខ្លួនណាកូនឲ្យធ្ងន់ដាក់ចូលណាដាក់ចូលទៅអញ្ចឹងកើតមកទៅទេបន្ទាប់មកមានញាតិមានគ្រួសារមានការសិក្សាមានចំណេះមានជំនាញមានការងារមានលុយបន្ទាប់មកស្នេហាមិនមានន័យថាតើកូនមានការងារមានលុយហើយតើបានអារម្មណ៍កូនទៅចាប់ដើមស្រឡាញ់ឬក៏មានចិត្តប្រតិបត្តិនឹងអ្នកណាទេបើកូនធ្វើបានល្អបើអ្នកគ្រូរៀនឬក៏សិក្សាឬក៏បទពិសោធន៍អ្នកគ្រូឃើញវាជាធម្មជាតិរបស់មនុស្សប្រុសនិងមនុស្សស្រីនៅពេលដែលគាត់ចូលវ័យជំទង់គេថាអរម៉ូនភេទប្រែប្រួលចូលដល់វ័យក្រមុំនិងកំឡោះគាត់ចាប់ផ្ដើមមានអារម្មណ៍និងមានចិត្តប្រតិបត្តិទៅលើបុរសឬក៏ស្ត្រីឬក៏គេហៅថាមានចិត្តប្រតិបត្តិទៅលើនឹងមនុស្សដែលមានភេទផ្ទុយគ្នាគាត់ចាប់ផ្ដើមមានចិត្ត
ស្រឡាញ់មានស្នេហាតាំងពីពេលហ្នឹងទៅប៉ុន្តែកូនគិតមើលបើសិនជាក្នុងខ្លួនកូនអត់តាន់ធ្ងន់អត់តាន់មានទាំងនេះទេកូនមានតែកាយទៅទេចំណេះក៏គ្មានវិជាក៏គ្មានអ្នកខ្លះដកទាំងគ្រួសារអត់ស្ដាប់ឪពុកម្ដាយអត់ស្ដាប់គ្រួសារចាស់ទុំហើយដកទាំងគ្រួសារចាញ់ទៅអញ្ចឹងខ្លួនឯងទៅទេហើយដាក់តែស្នេហាចូលទៅអញ្ចឹងឥឡូវនេះបើសិនជាយើងមានទាំងអស់ហ្នឹងហើយកូនចង់ប្រតិបត្តិនឹងអ្នកណាពេលកូនចូលវ័យជំទង់កូនប្រតិបត្តិនឹងអ្នកណាកូនចាប់អារម្មណ៍អ្នកណាកូនទទួលស្គាល់ថាជាអារម្មណ៍ធម្មជាតិធ្វើឲ្យកូនមានក្តីសុខឬក៏រីករាយចាអត់អីទេប៉ុន្តែកូនត្រូវដឹងថាបើសិនជាស្នេហានោះវាធ្វើឲ្យប៉ះពាល់ដល់គ្រួសារកូនតើកូនគិតមិនចុះបើស្នេហានឹងវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សាកូនតើកូនគិតមិនចុះបើសិនជាស្នេហានឹងវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សាហើយកូនមានជំនាញចំណេះមានការងារអត់បើអត់មានជំនាញចំណេះទេប៉ាក់រត់តាមហៅអត់បើមានតែស្នេហាតែប៉ិតស្នេហាគឺវាធ្វើឲ្យជីវិតយើងស្អាតផូរផង់ហើយព្រោះយើងរូបយើងបែបនេះមើលទៅវាដូចមិនសូវស្រស់ប៉ុន្តែបើយើងដាក់ស្នេហាចូលទៅណាជីវិតយើងគឺណាគឺភីងស្អាតណាជីវិតយើងគឺស្អាតឃើញអត់ប្រៀបដូចតុក្កតាអ្នកគ្រូបរៀនជីវិតយើងប្រៀបដូចតុក្កតានេះអញ្ចឹងណាប្រៀបដូចតុក្កតាហ្នឹងណាបើយើងដាក់ស្នេហាចូលទៅជីវិតយើងគឺវាស្រស់ស្អាតវាស្រស់ស្អាតប៉ុន្តែដូចអ្នកគ្រូបរៀននៃវត្តនៃសេចក្តីស្នេហាហ្នឹងមិនអញ្ចឹងណាសូម្បីវត្តនៃសង្សារវត្តនៃសុភមង្គលក្នុងគ្រួសារវាអត់ទៀងទេពេលខ្លះយើងគ្រាន់តែប្រហែសបន្តិចឬក៏យើងអត់ដឹងស្រាប់តែវាបាត់បង់ទៅវាបាត់បង់ទៅបាត់ហើយបើយើងបានវាមកវិញក៏ល្អតែបើយើងអត់បានវាមកវិញទេក្នុងខ្លួនយើងមានក្នុងខ្លួនយើងក្នុងជីវិតយើងមានគ្រួសារមានសង្គមមានមិត្តភ័ក្តិមានចំណេះវិជ្ជាមានការងារយើងចង់តែញ៉ាំអីយើងចង់តែទិញអីយើងចង់ take care self care ខ្លួនឯងបានណាយើងចង់ថែទាំខ្លួនឯងបានអញ្ចឹងធ្ងន់ខ្លួនណាមានគ្រួសារមានការសិក្សាមានការងារហើយវ័យនេះវ័យយើងប៉ុណ្ណាអ្នកគ្រូថា18ឆ្នាំចុះព្រោះ18ឆ្នាំយើងអាចមានការងារធ្វើអ្នកខ្លះ18ឆ្នាំក៏គាត់មានចំណេះមានជំនាញរកការងាររកអីបានធ្វើដែរអញ្ចឹងអ្នកគ្រូបរៀនកូននេះគឺបរៀនឲ្យកូនរឹងមាំមានធនធាននៅក្នុងខ្លួននេះគេហៅធនធាននេះគេហៅភាពខ្លាំងសង្គមយើងក៏ទទួលស្គាល់ដែរកាលណានៅពេលដែលយើងមានលុយយើងចង់បានមនុស្សប្រុសប្រភេទណាក៏បានឬក៏មនុស្សស្រីប្រភេទណាក៏បានតែអ្នកគ្រូអត់ចង់លើកអាហ្នឹងមកនិយាយប៉ុន្តែអ្នកគ្រូលើកអំពីសង្គមយើងដែរតែនិយាយប៉ុន្តែអ្នកគ្រូអត់ចង់និយាយពាក្យហ្នឹងតែសំខាន់គឺយើងផ្ដោតមកលើតែខ្លួនឯងនេះមានធនធានមានភាពខ្លាំងមានចំណេះវិជ្ជាមានសង្គមមានគ្រួសារលើកទឹកចិត្តមានសង្គមឲ្យតម្លៃមានចំណេះនិងមានជំនាញមានការងារធ្វើមានលុយវាជាធនធានដែលអត់បាត់បង់ទេចុះអ្នកគ្រូឧទាហរណ៍នៅពេលដែលកូនមានសង្សារឬក៏មានស្នេហាកូនផ្ដោតទៅលើស្នេហាជាទី1ស្នេហាជាអ្វីទាំងអស់នាងឬក៏បរិសម្នាក់ហ្នឹងជាអ្វីគ្រប់យ៉ាងពេលខ្លះរហូតដល់យើងមិនអាចផ្ដោតអារម្មណ៍លើការសិក្សាទាំងខ្លួនឯងអត់ទាន់ជោគជ័យមួយការសិក្សាណាអត់ទាន់រៀនចប់ណាយើងអាចផ្ដោតអារម្មណ៍លើការសិក្សាយើងបោះបង់ការសិក្សាអ្នកខ្លះអត់ស្ដាប់ឪពុកម្ដាយមិនបំបែកទេតែឪពុកម្ដាយចង់ឲ្យកូនរៀនចប់មានការងារធ្វើសិនចាំមានតំណងស្នេហាហ្នឹងច្បាស់លាស់ឬក៏បើកចំហឬក៏អីចឹងណាគាត់មិនបំបែកបំបាក់ទេគាត់ទទួលស្គាល់ថាវាជាអារម្មណ៍ធម្មជាតិតែរៀនចប់សិនមានការងារធ្វើសិនកូនអត់ស្ដាប់ស៊ូបោះបង់គ្រួសារចាប់យកស្នេហាអ្នកខ្លះអត់ដេកអត់ពួនអីទេបាយក៏មិនញ៉ាំអាហារចំណីធ្វើបាបខ្លួនឯងបង្អត់ខ្លួនឯងដាក់ទោសខ្លួនឯង
ធ្វើបាបរូបកាយខ្លួនឯងជារូបកាយដែលឪពុកម្ដាយស្រឡាញ់ថ្នាក់ថ្នមសម្ោចវាមិនឲ្យប៉ះឈឺជាកំពុងរវល់ការងារធំបើប៉ុណ្ណាក៏ដោយស៊ូត្រូវមាត់គេស៊ូគេបន្ទោសគេស្ដីសុកចិត្តពុះពៀយកកូនទៅពេទ្យប៉ុន្តែកូនបានធ្វើបាបរាងកាយខ្លួនឯងអត់ញ៉ាំបាយអត់គេងឬក៏បណ្ដោយឲ្យខ្លួនឯងកើតទុក្ខរ៉ាំរ៉ៃអស់រយៈពេលយូរតែបំផ្លាញទាំងផ្លូវចិត្តនិងប៉ះពាល់ផ្លូវកាយដោយសារស្នេហាអញ្ចឹងកូនកំពុងតែបោះបង់សុខភាពខ្លួនឯងចាប់យកស្នេហាពេលខ្លះលោកគ្រូអ្នកគ្រូហៅម្ណែនាំប្រាប់វ័យកូនមិនគួរមានស្នេហាទេមិនគួរនឹងបង្ហាញទេកូនគួរតែចាប់យកចំណេះវិជ្ជាមានការងារធ្វើបំណងល្អរបស់លោកគ្រូអ្នកគ្រូមិនបានបំបែកបំបាក់ឬក៏មិនបានហាមឃាត់កូនមិនឲ្យមានស្នេហាទេប៉ុន្តែគាត់គ្រាន់តែប្រាប់ថាមិនទាន់ដល់ពេលចាំកូនរៀនចប់មានការងារធ្វើមានលុយពេលកូនរៀបការគឺវាធ្វើឲ្យគ្រួសាររបស់កូនជោគជ័យជាងពីព្រោះលុយគឺជាប្រភពនៃសុភមង្គលនៅក្នុងគ្រួសារដែលអាចធ្វើឲ្យគ្រួសារកូនកុំត្រើយលោកគ្រូអ្នកគ្រូគាត់មានបទពិសោធន៍ជីវិតគាត់ចង់ឲ្យកូនសិស្សជោគជ័យទោះគាត់លំបាកទោះគាត់កំពុងមានបញ្ហាតែគាត់ចង់ឲ្យកូនសិស្សជោគជ័យមិនស្ដាប់ហើយបោះបង់គ្រូចោលមិត្តភ័ក្តិបងប្អូនក៏មានអ្នកខ្លះល្អដែរណែនាំប៉ុន្តែមិនស្ដាប់ហើយក៏បោះបង់ពួកគេចោលអ្នកខ្លះខូចចិត្តសំបីតែចេញទៅដើរលេងនៅខាងក្រៅទៅដើម្បីធ្វើឲ្យជីវិតខ្លួនឯងមានក្តីសុខនិងរីករាយចូលរួមសង្គមក៏អត់ស្ថិតនៅក្នុងដំណាក់កាលមួយកូនលះបង់គ្រប់យ៉ាងសំបីតែក្តីសុខផ្ទាល់ខ្លួនការរីករាយសប្បាយចូលរួមគ្រួសារចូលរួមជាមួយមិត្តភ័ក្តិសាលារៀនពេលខ្លះកូនបោះបង់ទាំងអស់ហើយកូនសម្រេចចិត្តជ្រើសរើសយកនារីម្នាក់នោះឬបុរសម្នាក់នោះមកក្នុងជីវិតកូនហើយកូនញញឹមរាល់ថ្ងៃកូនស្អាតណាស់កូនកើតមកទទេគ្មានអ្វីទាំងអស់កូនត្រូវបានបំពេញដោយសេចក្តីស្នេហាដែលស្រស់ស្អាតដែលមើលទៅមានក្តីសុខគឺរីករាយកូនក៏ចាប់ផ្ដើមរកការងារធ្វើចំណេះដឹងដែលខ្លួនមានទាំងប៉ុន្មានកូនទៅរកការងារធ្វើសុំការងារគេធ្វើឬក៏ទៅស៊ីឈ្នួលគេកូនធ្វើអ្វីអ្វីក៏ដោយដើម្បីឲ្យបានលុយមកបំពេញក្តីសុខជាមួយនឹងស្នេហារបស់កូនហើយដូចដែលគ្រូបានបង្រៀនកូនមុននឹងអញ្ចឹងវត្តនៃសេចក្តីស្នេហាវត្តនៃសង្សារគឺមិនទៀងវត្តនៃសុភមង្គលនៅក្នុងគ្រួសារក៏មិនទៀងវត្តនៃស្នេហាដែលកូនជាសង្សារមានជួបមានព្រាត់វត្តនៃសុភមង្គលនៅក្នុងគ្រួសារនៅពេលដែលយើងជាប្តីជាប្រពន្ធគឺវាមិនទៀងមានជួបមានព្រាត់ពាក្យមានជួបមានព្រាត់នេះមិនមែនអ្នកគ្រូជាអ្នកនិយាយទេគឺជាពាក្យចាស់បុរាណរបស់យើងបាននិយាយតគ្នាមកមានជួបមានព្រាត់គឺជារឿងធម្មតាអញ្ចឹងមានន័យថាមនុស្សមិនមែនតែចំនួននេះទេដែលមានស្នេហាបែកបាក់និងព្រាត់ប្រាសមានស្នេហាមិនសមបំណងគឺវាមានតចំនួនណាស់មកហើយនៅក្នុងពិភពលោកនេះដែលមានស្នេហាមិនសមបំណងឬបែកបាក់គ្រួសារបែកបាក់សង្សាររស់នៅព្រាត់ប្រាសគ្នាគឺវាមានតចំនួនណាស់មកហើយទៅពាក្យចាស់បុរាណរបស់យើងបង្កើតនៅពាក្យស្លោកនេះមកតកូនតចៅដល់ចំនួនយើងអញ្ចឹងមនុស្សយើងម្នាក់មានជួបនិងមានព្រាត់កូននិងឪពុកម្ដាយនិងឪពុកបងនិងប្អូនសមាជិកគ្រួសារមិត្តភ័ក្តិស្នេហាសង្សារជួបគ្នាស្រឡាញ់គ្នាប៉ុណ្ណាអាចនឹងព្រាត់ចុះបើព្រាត់តែកូនរំពឹងអីចុះបើបែកបាក់ទៅតែកូនរំពឹងអីតែកូននៅសល់អីចុះបើបាត់បង់បរិសុទ្ធជាទីស្រឡាញ់នោះទៅតែខ្លួនកូនមានអីចុះបើបាត់បង់នារីជាទីស្រឡាញ់នឹងទៅតែក្នុងខ្លួនកូននេះមានអីបើកូនទម្លាក់គ្រួសារចោលទម្លាក់ការសិក្សាចោល
ទម្លាក់លោកគ្រូអ្នកគ្រូចោលទម្លាក់សហគមន៍ដែលកូនរស់នៅតាំងពីកុមារភាពចោលបោះបង់មិត្តភ័ក្តិដែលគេព្យាយាមជួយជោគជួយចៅក្តីស្រឡាញ់យើងបោះចោលតែកូនសល់អីសល់លុយទៀតអត់បើកូនអត់មានជំនាញនិងចំណេះក្នុងខ្លួនកូនមានកម្លាំងចិត្តទៅធ្វើការឲ្យគេដែលគ្មានចំណេះក្នុងខ្លួនអត់នៅពេលដែលបរោះឬនារីជាទីស្រឡាញ់របស់កូនគេបោះបង់កូនឬក៏គេល្អទេគេល្អណាស់ប៉ុន្តែមានលក្ខខណ្ឌណាមួយដែលពួកយើងមិនអាចបន្តដំណើរជីវិតទៅជាមួយគ្នាជាសង្សារឬក៏ជាភរិយាស្វាមីហើយយើងក៏បាត់បង់ទៅគេគឺជាអ្នកដតីសុទ្ធកូនសល់អីកូនមានសល់អីប្រាក់រត់តាមហៅអត់កូនមានចំណេះទៅធ្វើការឲ្យគេអត់មានលុយទៅថែទាំខ្លួនឯងអត់មានលុយដើរទិញកៅអៅល្អល្អអត់មានលុយទិញអាហារញ៉ាំឆ្ងាញ់ឆ្ងាញ់អត់មានលុយហៅភ័ក្រជួបជុំញ៉ាំអីអត់មានលុយទៅដើរលេងដើម្បីសប្បាយអត់សារចំណេះវិជ្ជាធ្វើឲ្យកិត្តិយសកុំកើងអត់មានការងារថ្លៃថ្នូរត្រឹមត្រូវអត់មានក្រុមគ្រួសារនឹងគេអត់ចុះនៅពេលដែលយើងខ្លួនតទេអត់មានកម្លាំងចិត្តទៅធ្វើការឲ្យគេឬក៏ការងារហ្នឹងគឺវាកត់កុំខ្លួនឯងមិនគ្រាន់ផងយើងអាចមានការងារហ្នឹងតិចតួចឬក៏អត់ឬក៏យើងបាត់បង់ការងារហ្នឹងតែម្ដងអនាគតកូនទៅជាយ៉ាងណាឈប់គិតពីវាតោះទាំងអស់គ្នាយើងមកចាប់ផ្ដើមវគ្គសិក្សាអំពីគូជីវិតតោះយើងចាប់ផ្ដើមរៀនទាំងអស់គ្នាវគ្គ1ការយល់ដឹងអំពីគូជីវិតនៅក្នុងវគ្គ1ហ្នឹងយើងមាន4មេរៀនអញ្ចឹងមេរៀនទី1ដែលអ្នកគ្រូនឹងលើកមករៀននៅថ្ងៃនេះគឺក្តីភាពស្នេហ៍កូននឹងយល់ដឹងអំពីសេចក្តីថ្លៃថ្នូរនៃទំនាក់ទំនងស្នេហានិងសេចក្តីថ្លៃថ្នូរនៃទំនាក់ទំនងផ្លូវភេទមានន័យថាជាទំនាក់ទំនងដៃគូស្នេហាដែលមានការគោរពនិងការជួយគ្នាទៅវិញទៅមកអញ្ចឹងទី2គឺមានន័យថាដឹងអំពីសិទ្ធិរបស់ខ្លួនឯងហ្នឹងនិងវិធីការពារខ្លួនឯងឲ្យរួចពីការបំពានផ្សេងនិងវិធីជួយខ្លួនឯងឲ្យទទួលបានតម្លៃនៅក្នុងទំនាក់ទំនងស្នេហាហ្នឹងអញ្ចឹងទី3គឺមានន័យថានៅពេលដែលកូនរៀននៅក្នុងវគ្គ1ហ្នឹងហើយគឺអាចជួយកូនឲ្យចេះពិចារណានៅពេលដែលមនុស្សយើងមានស្នេហានៅពេលដែលយើងស្រឡាញ់គ្នាគឺមានន័យថាវាចាប់ផ្ដើមដោយអារម្មណ៍ដោយសញ្ចេតនាដោយបេះដូងអញ្ចឹងនៅពេលដែលយើងស្រឡាញ់អ្នកណាម្នាក់នៅពេលដែលយើងមានអារម្មណ៍ចំពោះអ្នកណាម្នាក់នៅពេលដែលយើងមានសញ្ចេតនាជាមួយអ្នកណាម្នាក់ពេលខ្លះវាអត់មានហេតុផលប៉ុន្តែអ្នកគ្រូនឹងបរៀនមេរៀនកូននៅក្នុងវគ្គការយល់ដឹងអំពីគូជីវិតនេះនៅក្នុងវគ្គ1នេះគឺដើម្បីឲ្យកូនមិនមែនប្រើតែអារម្មណ៍សញ្ចេតនាក្តីស្រឡាញ់ចិត្តរំភើបណាអញ្ចឹងមិនមែនឲ្យប្រើតែប៉ុណ្្នឹងទេប៉ុន្តែឲ្យកូនចេះពិចារណាពេលដែលយើងប្រើការគិតនៅពេលដែលយើងប្រើគំនិតនោះយើងនឹងអាចបង្កើតជំរើសល្អសម្រាប់ខ្លួនឯងអញ្ចឹងវាជាទូទៅអ្នកដែលមានស្នេហាអ្នកដែលមានស្នេហាគឺតែងតែប្រើក្តីស្រឡាញ់និងអារម្មណ៍ចាវាដើរមុនហ្នឹងប៉ុន្តែនៅក្នុងហ្នឹងគឺឲ្យយើងចេះគិតចេះពិចារណាចេះបង្កើតជំរើសចេះប៉ាន់ប្រមាណថាបើសិនជាយើងប្រើតែអារម្មណ៍យើងប្រើតែសញ្ចេតនាយើងប្រើតែក្តីស្រឡាញ់តើអ្វីដែលយើងបានធ្វើទៅនឹងវាមិនម៉េចវាត្រូវហើយវាជាអតិពលដល់អនាគតយ៉ាងម៉េចហើយវាជាអតិពលដល់បច្ចុប្បន្នយ៉ាងម៉េចចាអញ្ចឹងមានន័យថាស្នេហាយើងមានក្តីស្រឡាញ់យើងមានសញ្ចេតនាយើងមានប៉ុន្តែអមជាមួយនឹងអារម្មណ៍សញ្ចេតនានេះក្តីស្រឡាញ់អមជាមួយនឹងគេហៅថាចិត្តរំភើបហ្នឹងណាយើងត្រូវមានការគិតនៅក្នុងហ្នឹងដែរប្រើការគិតនៅក្នុងហ្នឹងដែរប្រើការគិតដើម្បីពិចារណាមើលដើម្បីវាយតម្លៃមើលតើទង្វើបច្ចុប្បន្នដែលយើងកំពុងតែសម្រេចចិត្តទង្វើបច្ចុប្បន្នដែលយើងកំពុងតែធ្វើទង្វើបច្ចុប្បន្នដែលយើងរីករាយជាមួយនឹងសេចក្តីស្នេហាហ្នឹងវាអាចប៉ះពាល់អ្វីខ្លះទៅថ្ងៃអនាគតប៉ះពាល់ខ្លួនឯងប៉ះពាល់គ្រួសារប៉ះពាល់អ្នកដទៃប៉ះពាល់សង្គមជាតិឬអត់បើអត់ទេអូខេ
mìnhមិនចាប់យកស្នេហាតែបាត់បង់គោលដៅជីវិតទេណាគោលដៅជីវិតក៏សម្រេចស្នេហាក៏វាជោគជ័យអញ្ចឹងនៅក្នុងហ្នឹងគឺឲ្យយើងចេះគិតបែបហ្នឹងទី3ឥឡូវយើងចូលទៅដល់មេរៀនតែម្ដងនឹងគ្រាន់តែបញ្យល់វែងឆ្ងាយប៉ុណ្ណឹងណាកូនឥឡូវចូលដល់ចាប់ផ្ដើមទៅចូលមេរៀនណានិយាយឡើងប៉ុន្មានវីដេអូតែទៅចូលមេរៀនទេអូខេឥឡូវមេរៀនទី1យើងរៀនអំពីភក្តីស្នេហ៍គាត់ស្ដាប់ប្រធានបទហ្នឹងគឺក៏មានអារម្មណ៍ថារំភើបដែរណាចាអញ្ចឹងនៅក្នុងមេរៀនទី1ភក្តីស្នេហ៍កូនអាចចេះទទួលស្គាល់អំពីស្ថានភាពនៃរឿងរ៉ាវពិតប្រាកដស្ថានភាពនៃស្នេហាពិតប្រាកដបច្ចុប្បន្នហ្នឹងតើស្នេហារបស់ខ្លួនឯងហ្នឹងស្ថិតនៅក្នុងស្ថានភាពបែបណាកម្រិតបែបណាកំពុងតែមានទុកព្រួយមានវិបត្តិឬធម្មតាឬកំពុងតែរីករាយតិចតួចឬក៏កំពុងតែរីករាយខ្លាំងណាស់អញ្ចឹងឲ្យយើងដឹងអំពីស្ថានភាពរបស់យើងគឺយើងដឹងហើយអ្នកដែលកំពុងឈឺចាប់ចេះទទួលស្គាល់អារម្មណ៍ឈឺចាប់នឹងហើយដឹងអំពីរបៀបដែលធ្វើយ៉ាងម៉េចដើម្បីឲ្យឈ្នះអាការឈឺចាប់ពីអតីតកាលហ្នឹងហើយរៀនពីវាចេះដោះស្រាយបញ្ហាចេះសម្រេចចិត្តដើម្បីជួយខ្លួនឯងឲ្យជោគជ័យទៅអនាគតហ្នឹងឬក៏ជ្រើសរើសដៃគូដែលពិតប្រាកដត្រឹមត្រូវទៅថ្ងៃអនាគតហើយចំណែកអ្នកដែលកំពុងតែមានស្នេហារកម្មរកុសយើងដឹងពីរបៀបថាវិធីយើងធ្វើមិនម៉េចដើម្បីឲ្យវាតំណែងស្នេហាយើងកាន់តែល្អឬក៏អ្នកកំពុងតែផ្អែមល្ហែមកំពុងតែរីករាយហើយយើងអាចដឹងថាយើងត្រូវធ្វើមិនទៀតដើម្បីឲ្យកាន់តែល្អថែមទៀតអញ្ចឹងនៅក្នុងមេរៀនភក្តីភាពស្នេហ៍ហ្នឹងណាអូខេឥឡូវនេះយើងមកយល់ដឹងអំពីនិយមន័យស្នេហាពិតអញ្ចឹងស្នេហាពិតមានន័យដូចម្ដេចអញ្ចឹងឥឡូវមានណាកូនណាដឹងថាតើស្នេហាពិតមានន័យម៉េចយើងឲ្យនិយមន័យតាមការយល់ឃើញរបស់យើងឲ្យនិយមន័យតាមការគិតរបស់យើងណាបើយល់តាមការគិតរបស់យើងតើពាក្យថាស្នេហ៍ពិតហ្នឹងមានន័យថាម៉េចហើយប៉ុន្តែអ្នកគ្រូឃើញច្រើនណាស់មានផុសនៅតាម comment ឬក៏មានអ្នកខ្លះនិយាយឬការសរសេរគាត់និយាយថាស្នេហាមិនពិតហើយនេះគឺជាស្នេហាពិតហេតុអីបានជាខ្ញុំមិនជួបស្នេហាពិតហេតុអីខ្ញុំមកផប់ម្លេះអីចឹងទៅអ្នកគ្រូឃើញប៉ុន្តែឥឡូវនេះអ្នកគ្រូនឹងឲ្យនិយមន័យស្នេហាពិតប៉ុន្តែឥឡូវកូនទាំងអស់គ្នាគិតសិនថាស្នេហាពិតមានន័យដូចម្ដេចតែអញ្ចឹងឥឡូវយើងមកមើលនិយមន័យរបស់អ្នកគ្រូទាំងអស់គ្នាអញ្ចឹងស្នេហាពិតមានន័យថាគឺជាស្នេហាដ៏រឹងមាំនិងស្ថិតស្ថេររវាងប្តីប្រពន្ធឬគូស្នេហ៍ដែលមានទំនាក់ទំនងស្នេហារីករាយនិងពេញចិត្តអញ្ចឹងនិយមន័យនេះគឺមានន័យថាសំដៅទៅលើសេចក្តីស្រឡាញ់ទំនាក់ទំនងចំណងចិត្តស្នេហានឹងគ្នាមានចិត្តប្រតិបត្តិនឹងគ្នាហើយវារឹងមាំហើយវាស្ថិតស្ថេរវាទៀងទាត់អត់បែកបាក់អញ្ចឹងមានន័យថាពាក្យថាស្នេហាពាក្យថាសង្សារណាពាក្យថាគូជីវិតសំខាន់បំផុតគឺមានន័យថានៅជាមួយគ្នាដោយរីករាយហើយនឹងពេញចិត្តបើអត់រីករាយមិនមែនស្នេហ៍ពិតឬក៏គូជីវិតឬក៏បើមិនពេញចិត្តមិនមែនស្នេហ៍ពិតឬក៏គូជីវិតស្នេហ៍ពិតគឺមានន័យថាប្តីនិងប្រពន្ធដែលគាត់រួមរស់នៅជាមួយគ្នារយៈពេល40ឆ្នាំនៅក្នុងហ្នឹងមិនមែនមានន័យថាมันមានបញ្ហាទេមានបញ្ហាឆ្លោះប្រកែកបែកបាក់ផ្លូវចិត្តបែកបាក់ផ្លូវអារម្មណ៍ប៉ុន្តែសំខាន់បំផុតនឹងគឺគាត់មានភាពរីករាយនៅក្នុងជីវិតជាគ្រួសារនឹងច្រើនជាងហើយជាប្តីឬជាប្រពន្ធនឹងក្នុងភគ្គីទាំងពីរនឹងมันអាចរស់នៅអត់គ្នាបានតែគាត់មានពេលរីករាយនិងមានពេលមិនរីករាយមានពេលពេញចិត្តនិងមានពេលមិនពេញចិត្តប៉ុន្តែបើឲ្យគាត់សម្រេចចិត្តតែម្ដងគឺគាត់ពេញចិត្តក្នុងការរស់នៅជាមួយនឹងភរិយារបស់គាត់ពេញចិត្តក្នុងការរស់នៅជាមួយនឹងស្វាមីរបស់គាត់ភគ្គីទាំងពីរជាដៃគូស្នេហាហ្នឹងការរស់នៅជាមួយគ្នាជាប្រចាំថ្ងៃហ្នឹងមានចំណុចរីករាយនិងមិនរីករាយមានចំណុចពេញចិត្តនិងមិនពេញចិត្តប៉ុន្តែគាត់សរុបរួមទៅគឺមានន័យថាគាត់ជ្រើសរើសនឹងរស់នៅដោយពេញចិត្តហើយរីករាយជាមួយនឹងគ្នាអញ្ចឹងឥឡូវនេះអ្នកគ្រូនឹងបង្រៀនយើងទាំងអស់គ្នាទាក់ទងនឹងវដ្តនៃសេចក្តីស្នេហា
វត្តនៃសេចក្តីស្នេហាយើងយល់ទាំងអស់គ្នានៃពាក្យថាវត្តវត្តហ្នឹងមិនមែនវត្តអារាមមិនមែនវត្តដែលយើងទៅថ្វាយបង្គំឬក៏ទៅឧទ្ទិសអីមិនមែនវត្តអារាមទេណាគឺមានន័យថាវត្តហ្នឹងគឺវារង្វង់នៃសេចក្តីស្នេហាមានន័យថាសេចក្តីស្នេហាវាអត់ត្រូវបានបញ្ចប់ទេគឺមានន័យថាវាចាប់ផ្ដើមពីនឹងទៅហើយបន្ទាប់មកវាក៏ចាប់ផ្ដើមបន្តហើយបន្ទាប់មកក៏វាចាប់ផ្ដើមថ្មីទៀតអញ្ចឹងគេហៅថាវត្តហ្នឹងវត្តនេះគឺអត្ថន័យនៃពាក្យថារង្វង់អញ្ចឹងឥឡូវនេះអ្នកគ្រូនឹងនិយាយអំពីវត្តនៃសេចក្តីស្នេហាទាំងអស់គ្នាហើយមានន័យថារង្វង់វិលឡើងវិលចុះវិលឡើងវិលចុះដូចវាលវត្តសង្សារអញ្ចឹងណាអញ្ចឹងអ្នកគ្រូនឹងបង្រៀនទាំងអស់គ្នាហើយបង្ហាញទាំងអស់គ្នាអំពីវត្តនៃសេចក្តីស្នេហាអញ្ចឹងវត្តនៃសេចក្តីស្នេហាគឺចាប់ផ្ដើមអំពីដំណាក់កាលទី1ភាសាអង់គ្លេសថា stranger មានន័យថាវាគ្រាន់តែជាអ្នកដទៃមានថាអ្នកដែលយើងមិនស្គាល់ហើយយើងក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងគ្នារវាងបុរសហើយនឹងស្ត្រីនៅក្នុងនេះភាសាយើងមេរៀនយើងផ្ដោតទៅលើស្នេហាអញ្ចឹងយើងចាប់ផ្ដើមនិយាយអំពីស្នេហាបន្ទាប់ពីយើងចាប់ផ្ដើមពីអ្នកដទៃហើយយើងអត់ស្គាល់គ្នាយើងចាប់ផ្ដើមតំណែងគ្នាស្គាល់គ្នាអញ្ចឹងណាហើយបន្ទាប់មកគឺវាចាប់ផ្ដើមទៅជាមិត្តភក្តិតំណែងយើងចាប់ផ្ដើមបន្តដំណើរទៅមុខទៀតណាគឺមានន័យថាយើងក៏ខ្លាចជាមិត្តភក្តិនឹងគ្នាឃើញព្រួញបាញ់ទៅអញ្ចឹងកូនឃើញព្រួញនេះព្រួញបាញ់ទៅគេនេះឥឡូវយើងចាប់ផ្ដើមជាមិត្តភក្តិនឹងគ្នាចាប់ផ្ដើមជាមិត្តភក្តិនឹងគ្នាហើយអញ្ចឹងនៅពេលដែលយើងខ្លាយទៅជាមិត្តភក្តិនឹងគ្នាយើងនៅមានរឿងខ្លះលាក់លៀមនៅមានអៀនឬក៏យើងនៅសំដែងមានថាយើងសំដែងធ្វើការល្អឬក៏យើងមានថាលេងចរិតអីនៅឡើយអញ្ចឹងណាយើងព្យាយាមចាលាក់អត់មានអត្តសញ្ញាណខ្លួនឯងធ្វើបានបញ្ចេញមកទេអញ្ចឹងអ្នកគ្រូនឹងចាប់ផ្ដើមបន្តទៀតនៅពេលទៅជំហានទី3យើងបន្ទាប់ពីយើងខ្លាយទៅជាមិត្តភក្តិហើយយើងក៏ចាប់ផ្ដើមខ្លាយទៅជា yes best friend ភាសាអង់គ្លេសអញ្ចឹងខ្មែរយើងថាមិត្តពិសេសជាមិត្តដែលជិតស្និទ្ធឬក៏ជាមិត្តពិសេសអញ្ចឹងនៅក្នុងមិត្តជិតស្និទ្ធឬក៏មិត្តពិសេសនេះវារៀងលើសអំពីមិត្តភក្តិធម្មតាបន្តិចគាត់ស្គាល់អត្តចរិតយើងស្គាល់អត្តចរិតគាត់ចំណុចល្អឬចំណុចមិនល្អអីយើងអាចស្គាល់គ្នារៀងខ្លួនខ្លះហើយមិត្តជិតស្និទ្ធឬក៏ best friend នេះយើងពេលខ្លះយើងនិយាយរឿងផ្ទាល់ខ្លួនឬក៏ការងារឬក៏យើងនិយាយអំពីប្រវត្តិខ្លួនឯងឬក៏យើងនិយាយអំពីក្រុមគ្រួសាររឿងរ៉ាវជីវិតប្រាប់គ្នាទៅវិញទៅមកហើយយល់ចិត្តគ្នាហើយពាក្យថា best friend នេះមួយគឺមិនមែនមានន័យថាគ្រប់មិត្តភក្តិទាំងអស់គ្នាហ្នឹងគឺសិតតែ best friend របស់យើងឬក៏ជាមិត្តជិតស្និទ្ធរបស់យើងទេមិត្តជិតស្និទ្ធឬក៏ best friend ហ្នឹងគឺអាចមានចំនួនតិចតួចអ្នកខ្លះមានតែ1នាក់ឬក៏2នាក់ឬក៏3នាក់អ្នកខ្លះនៅពេលដែលគាត់មាន best friend ហ្នឹងហើយជាស្រីនិងប្រុសហ្នឹងគឺគាត់រាប់អានគ្នាតាំងពីកុមារតាំងពីនៅរៀនតាំងពីនៅចំតុងឬក៏ធ្វើការឬក៏ពេលដែលគាត់ចេញធ្វើការហើយអញ្ចឹងគាត់រាប់អានគ្នារហូតដល់គាត់មានប្តីមានប្រពន្ធរៀងខ្លួនមានគ្រួសាររៀងខ្លួនក៏គាត់នៅតែជា best friend ល្អដែរគាត់អត់វិវត្តទៅអីផ្សេងទៀតទេគឺមានន័យថាគាត់បញ្ចប់ត្រឹម best friend ហ្នឹងគឺគាត់មានដៃគូជីវិតរៀងខ្លួនទៅប៉ុន្តែនៅក្នុងការសិក្សារបស់យើងនេះគឺមានន័យថាមិត្តពិសេសនេះអត់នៅត្រឹមហ្នឹងទេគឺវិវត្តទៅទៀតមិត្តពិសេសហ្នឹងវិវត្តទៅទៀតឥឡូវយើងវិវត្តទៅអីគេពួកគាត់វិវត្តទៅអីអញ្ចឹងយើងរៀនពីមេរៀននេះយើងទាយដឹងហើយថាវិវត្តទៅអីព្រោះយើងរៀនអំពីស្នេហាអញ្ចឹងវាអត់អាចវិវត្តទៅជាអីវាវិវត្តទៅជាដៃគូស្នេហាហ្នឹងឯងឥឡូវយើងមើលទៅបន្តទៀតអញ្ចឹងមិត្តពីរនាក់នេះគឺវិវត្តទៅស្នេហាគេលួចស្រឡាញ់គ្នាគេលួចប្រតិព័ទ្ធគ្នាចាំមានន័យថាអាចជាបរោះលួចប្រតិព័ទ្ធទៅលើនារីហើយព្យាយាមតាមស្រឡាញ់ព្យាយាមយល់ចិត្តព្យាយាមធ្វើគ្រប់បែបយ៉ាងរហូតដល់នារីនោះគាត់ចាប់អារម្មណ៍ហើយគាត់ស្រឡាញ់វិញឬក៏នៅក្នុងវគ្គនេះមានន័យថា best friend ហ្នឹងលួចក្រាស់គ្នាទៅវិញទៅមកស្រឡាញ់គ្នាទៅវិញទៅមកហើយបន្តមកគាត់ក៏បានស្នេហាគ្នាឬក៏ជួនកាលអាចនារីហ្នឹងគាត់លួចក្រាស់បរោះនឹងមុនហើយគាត់ព្យាយាមធ្វើអ្វីគ្រប់បែបយ៉ាងដូចជាសកម្មភាពបង្ហាញឬក៏ការដែលគាត់បើកចំហចិត្តឬក៏គាត់ព្យាយាមនៅក្បែរដល់ភ័យឬក៏គាត់ព្យាយាមបង្ហាញឲ្យបរោះនឹងឃើញអំពីក្តីស្រឡាញ់របស់គាត់ឃើញអំពីទង្វើល្អរបស់គាត់ធ្វើឲ្យបរោះនឹងចាប់អារម្មណ៍វិញអញ្ចឹងក៏គាត់ទៅជាស្នេហាអញ្ចឹងវិវត្តអំពីមិត្តពិសេសទៅស្នេហាទៅចាប់ដើមស្នេហាណាចាប់ដើមស្នេហាអញ្ចឹងគាត់គិតថាបន្ទាប់ពីចាប់ដើមស្នេហាទៅអីទៀតទៅមុខទៀតទៅអីគេទៀតមុនដំបូងគឺ stranger គឺជាមនុស្សដែលអត់ស្គាល់គ្នាតតែសោះហើយមកជួបគ្នាពេលមកជួបគ្នាហើយនិយាយជាមួយគ្នា2-3ម៉ាត់មួយថ្ងៃ2-3ម៉ាត់សួរស្ដីគ្នាសួរសុខទុក្ខទៅមកក៏ខ្លាចជាមិត្តនឹងគ្នាណាជាមិត្តនឹងគ្នាឃើញសួរនាំឃើញរាក់តាក់រៀនជាមួយគ្នាឬក៏ទៅដើរលេងឬទៅណាជាមួយគ្នាណាបន្ទាប់មកក៏វិវត្តមកជាមិត្តជិតស្និទ្ធ by friend មានទុកអីបន្តិចតោះទៅនេះតោះដើរលេងតោះមកនេះតិចមកមានរឿងក្នុងចិត្តតោះនិយាយរឿងក្នុងចិត្តតោះអញ្ចឹងអូសែបទៀតហើយមានបញ្ហាទៀតហើយចង់និយាយអញ្ចឹងជួបគ្នាដល់ពេលបន្ទាប់ពី best friend ហើយវិវត្តមកលួចក្រាស់គ្នាទៅវិញទៅមកស្រឡាញ់គ្នាខ្លាចទៅជាស្នេហា
ឥឡូវទៅជាអីទៀតទៅជាអីទៀតជួយប្រាប់អ្នកគ្រូអត់ទាន់ដឹងថាត្រូវដាក់អីណាអាហ្នឹងអ្នកគ្រូរៀបចំខ្លួនឯងណាមេរៀនហ្នឹងគឺរៀបចំមកដោយខ្លួនឯងតាក់តែងដោយខ្លួនឯងឥឡូវយើងគិតមើលទាំងអស់គ្នាថាគួរតែវិវត្តទៅអីទៀតបើប្រធានបទយើងនិយាយពីសាហាហ្នឹងបើយើងប្រធានបទយើងនិយាយពីគូជីវិតហ្នឹងឥឡូវយើងគួរតែដាក់ទៅមុខអីទៀតឬក៏អ្នកគ្រូបញ្ចប់តាមហ្នឹងទៅឲ្យបរៀនពីខូចចិត្តហ្មងណាអូខេឥឡូវនេះអ្នកគ្រូនឹងបន្តទៅទៀតកុំបារម្ភអីណាគាត់អ្នកគ្រូនាំនិយាយលេងតិចទេឥឡូវយើងតទៅមុខជាមួយគ្នាទៀតអូខេតាអញ្ចឹងវិវត្តទៅទៀតវិវត្តទៅទៀត boyfriend girlfriend my boyfriend my girlfriend អូខេអញ្ចឹងវិវត្តទៅខ្មែរយើងហៅថាសង្សារណាមុននឹងคลายទៅជាសង្សារតើតែគេស្នេហាគ្នាសិនមែនអត់គេស្នេហាគ្នាណាគេក្រាស់គ្នាគេស្នេហាគ្នាអូអាវគ្គហ្នឹងវគ្គរំភើបណាវគ្គរំភើបណាវគ្គរំភើបអាវគ្គស្នេហាហ្នឹងគេអៀនណារំភើបឃើញមុខគ្នាឃើញសំបីតា notification text message មកសំបីតែបិទភ្នែកក៏មើលឃើញដើរតាមផ្លូវទៅណាសំបីតែបុគ្គលដទៃទៀតសោះនិយាយពីឈ្មោះម្នាក់ហ្នឹងក៏ធ្វើឲ្យយើងមិនរំភើបណារីករាយបើយើងនិយាយអំពីគេនិយាយពីសារធាតុគីមីដែលនាំឲ្យយើងសុបាយសារធាតុដូប៉ាមីនណាមិនដឹងជាកើនប្រហែលម៉ឺនប្រហែលកោតទេដល់ពេលដែលយើងចាប់ផ្ដើមប្រតិបត្តិគ្នាចាប់ផ្ដើមស្នេហាគ្នាហ្នឹងអូសាច់ឈាមឡើងស្រស់ថ្លាណាសាច់ឈាមស្រស់ថ្លាជីវិតយើងមិនបាច់ចាំតែលេបវីតាមីន collagen អីទេព្រោះយើងសុបាយចិត្តដេកក៏ញញឹមបិទភ្នែកក៏ញញឹមអាដេកលក់ហើយក៏សក់ឃើញសុបាយហើយបើអ្នករៀនអង្គុយរៀនក៏ញញឹមហើយបើអ្នកធ្វើការអង្គុយធ្វើការក៏ញញឹមហើយបើសិនជាអ្នកដែលកំពុងតែនៅក្នុងវ័យស្នេហាហ្នឹងណាមានកម្លាំងចិត្តធ្វើខ្លួនណាធ្វើខ្លួនឲ្យខ្ញងស្អាតប្លែកអ្នកធ្វើការជាមួយគ្នាអ្នករស់នៅជាមួយគ្នាដែលធ្លាប់ឃើញសកម្មភាពយើងជាប្រចាំថ្ងៃណាហើយមើលឃើញប្លែកហ្មងអ្នកដែលមានស្នេហាប្រតិបត្តិស្ថិតនៅក្នុងដំណាក់កាលស្នេហាហ្នឹងដល់ពេលស្ថិតនៅក្នុងដំណាក់កាលសង្សារក៏នៅតែល្អនៅតែស្អាតហ្នឹងដែរនៅតែកំពុងតែរំភើបនៅកំពុងតែរីករាយដែរប៉ុន្តែនៅក្នុងវគ្គសង្សារហ្នឹងវាថែមអីកូនសង្សារហ្នឹងនៅរីករាយនៅរំភើបនៅខ្នក់ខ្នាញ់គ្នាហ្នឹងទៀតអត់វាមានអីកើតឡើងក្នុងវគ្គសង្សារហ្នឹងមានអីកើតឡើងមើលអ្នកឆ្លងកាត់មានសង្សារអ្នកឆ្លងកាត់មានសង្សារមានស្នេហាមានគូជីវិតមានអីកើតឡើងនៅក្នុងដំណាក់កាលជាសង្សារហ្នឹងស្វីតរហូតផ្អែមរហូតរីករាយរហូតមានក្តីសុខរហូតជីវិតនេះវាភីងរហូតពិភពលោកនេះវាស្រស់ស្អាតរហូតដល់វគ្គសង្សារហ្នឹង no អ្នករៀនជាមួយគ្នាក៏គេបកាយគេអ្នកសើមកេតគ្មានអ្នកណាបកាយជាងមិត្តភក្តិយើងទេណាចង់អ្នកច្បាប់រៀនដល់បណ្ឌិតប៉ុណ្ណាក៏ដោយតែអារឿងសើមកេតរឿងស្នេហានេះគ្មានអ្នកណាខ្លាំងជាងមិត្តភក្តិយើងហើយនឹងអ្នករួមការងារយើងទេនៅពេលដែលធ្វើការជាមួយគ្នាជាប្រចាំណាគឺដឹងហ្មងចរិតយើងការស្លៀកពាក់របៀបរបបការរស់នៅរបស់យើងទៅធ្វើការមិនស្ទាយមិនរបៀបនិយាយមិនតែនៅពេលដែលយើងចាប់ផ្ដើមមានស្នេហាភ្លាមមិត្តភក្តិយើងមើលដឹងហ្មងអ្នកធ្វើការមួយគ្នានឹងមើលដឹងហ្មងមិនបាច់ប្រាប់ទេគេមើលដឹងហ្មងគេមើលតែទឹកមុខមើលតែកាយវិការមើលតែអារម្មណ៍អញ្ចឹងអារម្មណ៍រំភើបអារម្មណ៍ស្រឡាញ់អារម្មណ៍រីករាយហ្នឹងណាវាមកពីក្នុងទៅបើយើងលាក់យ៉ាងណាយើងព្យាយាមសម្ដែងយ៉ាងណាក៏ដោយវាចេញមកឲ្យពួកគេនឹងមើលឃើញហ្មងហើយពួកគេនឹងបកាយអង្គគេហៅថាសើមកេតនឹងខ្លាំងណាស់អារឿងសើមកេតនឹងស្នេហានឹងខ្លាំងណាស់ចង់អ្នកសើមកេតពិភពលោកចង់អ្នកច្បាប់រៀនដល់ដុកទ័រប៉ុណ្ណាក៏មិនខ្លាំងដូចអ្នកធ្វើការមួយយើងដែរអាសើមកេតនឹងស្នេហានឹងខ្លាំងណាស់ដល់ពេលដល់វគ្គសង្សារនេះម្ដងដល់វគ្គសង្សារនឹងម្ដងគេដឹងទៀតគេមើលដឹងទៀតព្រលឹមឡើងទៅជួបគ្នានៅសាលារៀនឬនៅកន្លែងធ្វើការទឹកមុខយើងហាញចេញមកហ្មងគាត់ថាគេក៏លេចឃើញវិញមកចាលោកគ្នាមកសេតម៉េចថ្ងៃនេះផ្លាក់ខ្លួនម៉េចព្រោះអីពេលខ្លះអារម្មណ៍យើងបោកភ្នែកដល់យកប្រឡែងខ្លួនយើងចោលហ្មងឆ្លោះគ្នាពីយប់ឆ្លោះគ្នាពីល្ងាចតក់សម្ដីគ្នាអាសង្សារនេះមិនស្រួលទេណាកូនអត់ស្រួលទេគ្មានអ្វីស្រួលជាងនៅម្នាក់ឯងទេមានអ្វីស្រួលជាងនៅម្នាក់ឯងទេសង្សារនេះអត់ស្រួលទេណាមួយថ្ងៃຕົកមួយថ្ងៃព្រួយមួយថ្ងៃរីករាយហើយអ្នកដែលដឹងពីយើងគេហ្នឹងមិត្តភក្តិហ្នឹងហ្មងមិត្តភក្តិយើងហ្នឹងហ្មងអ្នកធ្វើការមួយយើងហ្នឹងហ្មងដឹងណាស់ពេលខ្លះយើងមិនបាច់ចាំដល់និយាយទេខនមើលគេដឹងសួរយើងតំណាត់យើងនិយាយប្រាប់ទៅពេលខ្លះយើងអត់តាំងនិយាយប្រាប់ផងក៏គេដឹងទីទុកមុនដឹងហ្មងគាត់ក៏លេខមុខឃើញយើងមុខយើងដឹងហ្មងអត់ស្រួលទេអូខេឥឡូវយើងអ្នកគ្រូនិយាយហោហាយពេលឆ្ងាយបន្តិចណាកូនឥឡូវអ្នកគ្រូឥឡូវកូនគិតថាបើយើងនិយាយពីវត្តយើងអ្នកគ្រូនិយាយថាវត្តវាជារង្វង់មែនទេចុះឥឡូវបានដំណាក់កាលទី1 stranger ដំណាក់កាលទី2 friend មិត្តភក្តិដំណាក់កាលទី3ហ្នឹងមិត្តពិសេសដំណាក់កាលទី4ហ្នឹងចិត្តប្រតិបត្តិស្នេហាដល់ដំណាក់កាលទី5ហ្នឹងគឺសង្សារចុះឥឡូវនេះពាក្យថាវត្តវារង្វង់ចុះឥឡូវវាអត់ទាន់ចាញ់ជារង្វង់ផងហ្នឹង
វានៅសល់មកចំណុចទៀតបានវារង្វង់វាសល់មកចំណុចទៀតមករង្វង់ឥឡូវមកចំណុចទៀតហ្នឹងកូនដាក់ស្អីជួបគ្នាខ្លាយទៅជាមិត្តភក្តិមិត្តពិសេសស្នេហាសង្សារអត់វាចាប់តាមសង្សារហ្នឹងហើយណាហើយធ្វើម៉េចដើម្បីឲ្យវាខ្លាយទៅជារង្វង់តើមានមកចំណុចទៀតកូនមានមកចំណុចទៀតហើយមានថាបាញ់ព្រួញទៅមកចំណុចទៀតហើយបន្ទាប់មកបានបាញ់ព្រួញបញ្ចប់គ្នាអញ្ចឹងបានវាទៅជារង្វង់ព្រោះអ្នកគ្រូនិយាយអំពីវត្តនៃសេចក្តីស្នេហាវាជារង្វង់ឥឡូវវានៅខ្វះមកចំណុចទៀតឥឡូវធ្វើម៉េចឲ្យបានមកចំណុចទៀតអូខេឥឡូវកុំឲ្យស៊ីម៉ោងអ្នកគ្រូបង្ហាញហ្មងណាអូខេអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាទៅដំបូងយើងចាប់ផ្ដើមពីអ្នកដែលមិនស្គាល់មកមិត្តភក្តិមកមិត្តពិសេសប្រតិព័ទ្ធនឹងគ្នាស្នេហានឹងគ្នាហើយបន្ទាប់មកយើងខ្លាយជាសង្សារជួនកាលឲ្យវាអត់ចុះសម្រុងនឹងគ្នាជួនកាលឆ្លោះគ្នាជួនកាលមានបញ្ហាជួនកាលកម្មប្រកបជួនកាលរហូតដល់បែកគ្នាតែម្ដងបែកគ្នាមិនចុះសម្រុងនឹងគ្នាហើយស្រាប់តែមកត្រូវគ្នាវិញដំណើរជីវិតយើងនៅពេលដែលពេលខ្លះយើងបែកបាក់ស្នេហាពេលយើងបែកបាក់ហើយយើងទៅជួបនឹងអ្នកដែលមិនស្គាល់ទៀតហើយយើងចាប់ផ្ដើមមិត្តភក្តិទៀតមិត្តពិសេសទៀតហើយយើងនៅនឹងទៀតអញ្ចឹងយើងចាប់ផ្ដើមបែបហ្នឹងប៉ុន្តែជួនកាលទៅពេលដែលយើងបែកបាក់ពីស្នេហាហ្នឹងយើងអត់ទៅជួប stranger ទេប៉ុន្តែយើងទៅជួបនឹងមិត្តភក្តិយើងណាមិត្តភក្តិយើងរាប់អានគ្នាយូរហើយហ្នឹងមានន័យថាមិត្តភក្តិដែលយើងរាប់អានគ្នាយូរហើយហ្នឹងយើងចាប់ផ្ដើមទៅស្រឡាញ់មិត្តភក្តិយើងតំណែងស្រឡាញ់មិត្តភក្តិហើយពេលខ្លះគឺយើងចាប់ផ្ដើមទៅបែកបាក់ហើយយើងទៅរកមិត្តពិសេសរបស់យើង best friend ដែលយល់ចិត្តយើងពួក best friend យើងមានអាចមានលើសពីម្នាក់អីចឹងណាយើងទៅនឹងហើយយើងចាប់ផ្ដើមទៅនឹងវាប្រតិព័ទ្ធគ្នាអញ្ចឹងនិយាយពាក្យថាស្នេហាគឺវាអត់ផុតអំពីវត្តហ្នឹងទេណាវាវត្តហ្នឹងវត្តចាប់ផ្ដើមអញ្ចឹងហើយបែកគ្នាទៅរកអ្នកថ្មីទៀតឬបែកគ្នាទៅជួបមិត្តភក្តិខ្លាយវិវត្តខ្លាយទៅជា best friend សង្សារឬក៏បែកគ្នាទៅជួប best friend មួយទៀតដែលជាមិត្តភក្តិរបស់យើងជា best friend របស់យើងហ្នឹងវិវត្តមកសង្សារអញ្ចឹងពាក្យថាស្នេហាគឺវាស្ថិតនៅក្នុងហ្នឹងណាវាស្ថិតនៅក្នុងហ្នឹងចាឥឡូវកូនវិញកូនស្ថិតនៅកន្លែងណាឥឡូវអញ្ចឹងមើលស្ថានភាពស្នេហារបស់យើងស្ថិតនៅកន្លែងណាស្ថិតនៅកន្លែង stranger នេះនឹងសម្រាប់អ្នកដែលអត់ទាន់ជួបអ្នកណាទាំងអស់នៅអត់ដឹងនៅណាណាមិនទាន់កើតនៅ stranger នៅឡើយឬក៏យើងកំពុងតែជាមិត្តភក្តិហើយណាយើងចាប់អារម្មណ៍គេហើយយើងកំពុងតែតំណងគេជាមិត្តភក្តិឬក៏ស្ថិតនៅក្នុងហ្នឹងជាយើងកំពុងតែលួចកាសលួចស្រឡាញ់ best friend របស់យើងណាមិត្តពិសេសរបស់យើងកំពុងតែលួចស្រឡាញ់គេនៅក្នុងដំណាក់កាលនេះឬក៏ឥឡូវនេះយើងកំពុងតែប្រតិបត្តិគ្នាហើយឬក៏កូនស្ថិតនៅក្នុងដំណាក់កាលនេះហើយដំណាក់កាលនេះណាឬក៏ស្ថិតនៅក្នុងពីរនេះដំណាក់កាលនេះឆ្លោះប្រកែកត្រូវគ្នាស្រឡាញ់ហើយដំណាក់កាលនេះបើយើងនិយាយអំពីវត្តនៃសេចក្តីស្នេហាមិញហ្នឹងស្រាប់តែស្នេហារបស់យើងហ្នឹងជោគជ័យនៅពេលស្នេហាយើងជោគជ័យតើដំណាក់កាលបន្ទាប់តាមរបៀបនិងតាមប្រពៃណីរបស់យើងហ្នឹងយើងធ្វើអីនៅពេលដែលស្នេហារបស់យើងជោគជ័យខាងប្រុសក៏ព្រមខាងស្រីក៏ព្រមយើងមានផែនការហើយហ្នឹងណាយើងបន្តទៅជាទៀតអញ្ចឹងអ្នកគ្រូមានវត្តមួយទៀតគឺអ្នកគ្រូនិយាយអំពីវត្តនៃសុភមង្គលនៅក្នុងគ្រួសារអញ្ចឹងមានថាកូនបានឆ្លងផុតអំពីវត្តនៃស្នេហាដែលជាសង្សារហើយបន្ទាប់មកយើងបានឈានចូលទៅក្នុងវត្តមួយទៀតគឺវត្តនៃសុភមង្គលគ្រួសារហើយវត្តនៃសុភមង្គលគ្រួសារវាស្ថិតនៅក្នុងវត្តនៃស្នេហាដែរអញ្ចឹងនៅពេលដែលកូនឆ្លងផុតអំពីវគ្គសង្សារមានន័យថាឆ្លោះជួបត្រូវអញ្ចឹងមុននឹងឈានចូលទៅក្នុងវត្តនៃសុភមង្គលគ្រួសារគឺកូនត្រូវមានស្នេហ៍ពិតនៅក្នុងហ្នឹងស្នេហ៍ពិត true love នៅក្នុងហ្នឹងអញ្ចឹងនិយមន័យនៃស្នេហ៍ពិតដែលអ្នកគ្រូបានឲ្យនិយមន័យមុនហ្នឹងមិនគឺជាទំនាក់ទំនងស្នេហាដែលរឹងមាំហើយរីករាយនៅក្នុងហ្នឹងទទួលស្គាល់ថាស្នេហាមិនថាជាសង្សារឬក៏ជាប្តីប្រពន្ធទេពិតជាមានទំនាស់ពិតជាមានរឿងមិនសប្បាយចិត្តពិតជាមានបញ្ហាពិតជាមានការឆ្លោះប្រកែកប៉ុន្តែក្តីស្រឡាញ់រឹងមាំស្ថិតស្ថេរទំនាក់ទំនងស្នេហានិងក្តីស្រឡាញ់ហ្នឹងគឺមានថាយើងនៅតែស្រឡាញ់គ្នាទោះបីជួបរឿងលំបាកឈឺចាប់មិនសប្បាយចិត្តឆ្លោះប្រកែកឬក៏មានវិបត្តិនៅក្នុងគ្រួសារមានទំនាស់បែកបាក់អារម្មណ៍ឬបែកបាក់ផ្លូវចិត្តយ៉ាងណាក៏ដោយតែទំនាក់ទំនងស្នេហារបស់យើងក្តីស្រឡាញ់របស់យើងនៅតែរឹងមាំជាមួយគ្នានៅតែស្ថិតស្ថេរជាមួយគ្នាពេញចិត្តរស់នៅជាមួយគ្នាសំខាន់រីករាយហើយពេញចិត្តក្នុងការរស់នៅជាមួយគ្នាស្មោះត្រង់នឹងគ្នាហើយបន្តមកយើងនឹងឈានចូលទៅដំណាក់កាលមួយទៀតគឺចូលទៅក្នុងវត្តនៃសុភមង្គលក្នុងគ្រួសារអញ្ចឹងមុននឹងចូលទៅក្នុងវត្តនៃសុភមង្គលគ្រួសារអ្នកខ្លះក៏ចាប់ដៃគ្នារួមរស់នៅជាមួយគ្នាបង្កើតជាគ្រួសារអ្នកខ្លះចាប់ដៃរួមរស់នៅជាមួយគ្នាបង្កើតគ្រួសារហើយទៅចុះលិខិតអាពាហ៍ពិពាហ៍ហើយរស់នៅជាមួយគ្នាសាងជាគ្រួសារអ្នកខ្លះក៏ដើរតាមវប្បធម៌និងប្រពៃណីរបស់យើងជាខ្មែរចូលដល់ឪពុកម្ដាយចាស់ទុំរៀបការតាមប្រពៃណីតាមច្បាប់ហើយរួមរស់នៅជាមួយគ្នាបង្កើតជាគ្រួសារប៉ុន្តែនៅក្នុងមេរៀនអ្នកគ្រូគឺអ្នកគ្រូដាក់មួយជំហានបន្ទាប់ទៀតនៅពេលដែលយើងឈានជើងចូលទៅគឺយើងបានរៀបការអូខេតោះ
គេឥឡូវបានរៀបការជាមួយគ្នាហើយណាទុកព្រួយទាំងប៉ុន្មានស្នេហាចូលចត់ទាំងប៉ុន្មានឆ្លុះប្រកែកបែកបាក់អារម្មណ៍ទាំងប៉ុន្មានរឿងដែលយើងឆ្លងកាត់រួមគ្នាកន្លងមកណាឥឡូវយើងបានជោគជ័យហើយគឺយើងបានរៀបការជាមួយគ្នាហើយណាយើងរៀបការជាមួយគ្នាហើយណាមើលទឹកមុខណារីករាយណាស់ណាគឺជាសុភមង្គលដែលមិនអាចរៀបរាប់បានណាក្តីសុខណាបានជោគជ័យអញ្ចឹងនៅក្នុងវគ្គនៃវត្តនៃសុភមង្គលនៃស្នេហានៅក្នុងវគ្គនៃការរៀបការនេះវគ្គមួយដែលគ្រប់គ្នាមានសេចក្តីសុខញាតិមិត្តចាស់ទុំបងប្អូនណាទៅចូលរួមអបអរសាទរហើយអ្នកដែលជាកូនក្រមុំជាកូនកំលោះនឹងគាត់រីករាយគាត់រំភើបគាត់ជោគជ័យនៅក្នុងជីវិតរបស់គាត់ដែលគាត់មានបញ្ហាមានវិបត្តិដែលគាត់ខិតខំប្រឹងជាមួយគ្នាឆ្លងកាត់ការតោះការសម្ពាកសម្ដីឬក៏បញ្ហាមួយគ្នាណាតែគាត់បានមករៀបការបន្តិចទៀតអ្នកគ្រូនឹងវីដេអូក្រោយអ្នកគ្រូនឹងបរៀនមេរៀនតាក់ទងនឹងថាតើមុនរៀបការហ្នឹងតើកូនត្រូវមានផែនការជីវិតអីខ្លះបរិសុទ្ធប្រភេទណាដែលយើងសម្រាប់ចាត់រៀបការជាមួយនារីប្រភេទណាដែលយើងសម្រាប់ចាត់រៀបការជាមួយហើយបន្តមកតើនៅពេលដែលយើងសម្រាប់ចាត់ជ្រើសរើសមនុស្សម្នាក់ជាសង្សារមានលក្ខណៈសម្បត្តិអីខ្លះបន្តមកយើងសម្រាប់ចាត់ជ្រើសរើសបរិសុទ្ធម្នាក់ឬក៏នារីម្នាក់មករៀបការហ្នឹងយើងត្រូវរកព័ត៌មានអីខ្លះយើងត្រូវធ្វើមិនខ្លះហើយជាបរិសុទ្ធប្រភេទណាជានារីប្រភេទណាដែលយើងសម្រាប់ចាត់រៀបការជាមួយតែអ្នកគ្រូអត់ទាន់បរៀននៅក្នុងវគ្គនេះអ្នកគ្រូឲ្យកូនស្គាល់តែវត្តហ្នឹងសិនទេហើយអត់ដឹងថាពេលថ្ងៃរៀបការហ្នឹងគឺវារីករាយប៉ុណ្ណាណាវាសម្រាប់ប៉ុណ្ណាគឺឲ្យកូនឆ្លងមកកន្លែងហ្នឹងសិនតែមេរៀនបន្តទៀតអ្នកគ្រូនឹងបរៀនថាតើបរិសុទ្ធប្រភេទណាឬនារីប្រភេទណាដែលកូនត្រូវរៀបការជាមួយឥឡូវយើងយល់តែប៉ុណ្្នឹងសិនណាយើងយល់តែពីស្មារតីសិនឥឡូវយើងឆ្លងកាត់អាទុកព្រួយហ្នឹងមិនអ្នកគ្រូនិយាយរួមស្នេហាហ្នឹងគឺវាតានតឹងណាឥឡូវយើងចូលមកដល់វគ្គរីករាយវិញម្ដងណាបានរៀបការហើយគឺយើងរីករាយឥឡូវកុំខ្វល់អីច្រើនបដោតមកលើបច្ចុប្បន្នកុំបដោតទៅលើអ្វីដែលអ្នកគ្រូនិយាយពីមុនណាយើងបដោតមកលើម៉ោងហ្នឹងបច្ចុប្បន្នហ្នឹងរៀបការហើយណាយើងបានរៀបការហើយតាយើងរៀបការមួយគ្នាហើយតាយ៉ាងវគ្គរៀបការបន្ទាប់ពីវគ្គរៀបការហើយរៀបការហើយគឺជីវិតរីករាយមានក្តីសុខគេហៅថាជីវិតជាប្តីប្រពន្ធហ្នឹងគឺរ៉ូមែនទិកចារ៉ូមែនទិកណារ៉ូមែនទិកជាមួយគ្នារីករាយមួយគ្នាអ្នកដែលការហើយថ្មងថ្មីហ្នឹងអ្នកដែលការហើយថ្មងថ្មីហ្នឹងគឺគេមានក្តីសុខណាអញ្ចឹងបន្ទាប់ពីរ៉ូមែនទិកហើយគឺធម្មតាជីវិតជាប្តីប្រពន្ធនឹងគ្រួសារគឺតែងតែបង្កើតជាគ្រួសារមួយគឺត្រូវមានប្តីប្រពន្ធហើយមានកូនជាគ្រួសារមួយដែលពេញលេញតែក៏មានក្រុមគ្រួសារខ្លះក៏គាត់មានកូនអញ្ចឹងអាចជាកតាប្តីឬក៏ប្រពន្ធឬក៏កតាអីមួយឬក៏មានខ្លះក៏គាត់ឬក៏គាត់សម្រាប់ចិត្តមិនយកអីប៉ុន្តែមានភាគរយតិចបំផុតប៉ុន្តែបើយើងនិយាយពីទូទៅគឺមានន័យថាគ្រួសារមួយគឺប្តីប្រពន្ធហើយនឹងកូនឥឡូវដល់វគ្គមានប្តីមានប្រពន្ធហើយបង្កើតកូនអញ្ចឹងជាគ្រួសារមួយដែលរីករាយនិងមានសុភមង្គលតើវាស្រួលបែបហ្នឹងឬក៏មិនអញ្ចឹងបានអ្នកគ្រូនិយាយអំពីវត្តប៉ុន្តែឥឡូវយើងវត្តនៃសុភមង្គលក្នុងគ្រួសារហ្នឹងគឺវាមានតែ3នៅឡើយទេអញ្ចឹងឥឡូវយើងមានអីបន្តទៀតដើម្បីឲ្យខ្លាចទៅជាវត្តអញ្ចឹងពាក្យថាដល់ពេលដែលយើងបានសម្រេចជោគជ័យយើងរៀបការជាមួយគ្នាហើយខ្លាចជាប្តីប្រពន្ធជាមួយគ្នាហើយវាបញ្ចប់ត្រឹមមានក្តីសុខរីករាយមិត្តភ័ក្តិសាច់ញាតិចូលរួមអបអរសាទរជីវិតរ៉ូមែនទិកបង្កើតគ្រួសារបង្កើតកូនមកវាចប់ត្រឹមហ្នឹងឬក៏មិន No ណាដដែលអាការនៅសង្សាររំភើបស្រឡាញ់គ្នាចង់ក្រោយមកចង់សម្រងគ្នាឆ្លោះប្រកែកមានបញ្ហាមិនចេះចប់មិនចេះហើយនៅឃើញថារៀបការហើយវាផុតទុកតែដល់ពេលរៀបការហើយមានផុតទុកឯណាវារីករាយបានដល់ផ្លែតតែយើងរីករាយជាមួយនឹងអភិបជោគជ័យរបស់យើងរីករាយជាមួយនឹងមានអ្នកកូនដៅយើងបានសម្រេចមនុស្សយើងតែការណាកូនដៅបានសម្រេចរីករាយមានក្តីសុខតែបន្ទាប់មកមានអញ្ចឹងណាអ្នកខ្លះមិនតាន់មានកូនផងមិនចោះសម្រងនឹងគ្នាអ្នកខ្លះមានកូនមានអីហើយមិនចោះសម្រងនឹងគ្នាហើយអ្នកគ្រូនឹងបរៀនថាហេតុអីគ្រួសារមិនចោះសម្រងនឹងគ្នាបន្តិចទៀតមេរៀនវីដេអូបន្តទៀតអ្នកគ្រូនឹងបរៀនថាកំណត់គ្រួសារកើតឡើងដោយសារអីមិនចោះសម្រងនឹងគ្នានឹងកើតឡើងដោយសារអីបំពេញគ្នានឹងកើតឡើងដោយសារអីអញ្ចឹងបន្តមកនេះវគ្គបន្តទៀតគឺរស់នៅមិនចោះសម្រងនឹងគ្នាបំពេញគ្នានៅក្នុងនេះគឺមិនមែនមានន័យថាតើតែប្តីវាយប្រពន្ធវាយប្តីឬក៏បំពេញផ្លូវភេទឬក៏វាយដំធ្វើបាបរាងកាយអានឹងគឺជាការបំពេញហ្នឹងប៉ុន្តែអានឹងវាពាក់ព័ន្ធនឹងច្បាប់ទៀតយើងអាចស៊ូទ្រាំតែបើមិនជាដល់ដំណាក់កាលហ្នឹងគួរតែស្វែងរកចាក់ទុំឬអ្នកជំនាញឬក៏សាច់ញាតិអីប្រភេទសារទៅបើថានៅក្នុងដំណាក់កាលហ្នឹងតែអ្នកគ្រូនិយាយអំពីបំពេញនេះគឺអាចបំពេញដោយពាក្យសម្ដីឬក៏បំពេញទាក់ទងនឹងសេដ្ឋកិច្ចគ្រួសារឬក៏បំពេញនៅក្នុងផ្នែកណាមួយដែលធ្វើឲ្យម្នាក់ទៀតមានន័យថាម្នាក់ទៀតខ្លាំងឡើងបញ្ចេញអំណាចឡើងដូចថាមិនស្មើមានថាម្នាក់កើនឡើងម្នាក់នៅក្រោមពីព្រោះពាក្យថាប្តីប្រពន្ធគឺស្មើគ្នាអត់មានអ្នកណានៅក្រោមអត់មានអ្នកណានៅលើគឺមានន័យថាយើងនៅស្មើគ្នាក្បែរគ្នាជួយគ្នាគ្រប់គ្រងគ្នាកម្លាំងចិត្តឲ្យគ្នាផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាអញ្ចឹងបើសិនជាមានការបំពេញកើតឡើងដោយពាក្យសម្ដីឬក៏អាកប្បកិរិយាឬក៏ការរើសអើងអីវាធ្វើឲ្យមានការកម្មកប៉ុន្តែនៅពេលដែលមានការមិនចោះសម្រងកើតឡើងឬក៏មានការបំពេញឬអីកើតឡើងហ្នឹងចាយើងចេះដោះស្រាយបញ្ហារូបរាងវីដេអូក្រោយដែរអំពីរបៀបនៃការដោះស្រាយតម្រស់នៅក្នុងគ្រួសារដែរណាតម្រស់នៅក្នុងគ្រួសារឬក៏របៀបនៃការធ្វើម៉េចដើម្បីឲ្យវាចោះសម្រងនឹងគ្នាវិញអញ្ចឹងគ្រូនឹងបង្រៀនវគ្គក្រោយអញ្ចឹងដល់ពេលដែលយើងអត់ចោះសម្រងគ្នាជួនកាលយើងដោះស្រាយត្រូវយើងមកត្រូវគ្នាវិញអញ្ចឹងមានន័យថានឹងចេញវត្តទេឃើញទេរូបបែបនេះណាកូននេះវត្តនៃសុភមង្គលនៅក្នុងគ្រួសារគឺមានន័យថានេះរៀបការជីវិតរ៉ូមែនទិកជីវិតមានសុភមង្គលរីករាយមានក្តីសុខមានការបំពេញមានដំណោះមិនចោះសម្រងហើយបន្ទាប់មករ៉ូមែនទិកជាប្តីប្រពន្ធវិញបន្ទាប់មកមិនចោះសម្រងបន្ទាប់មកមានបញ្ហាវិញបន្ទាប់មកមិនចោះសម្រងអញ្ចឹងវានៅក្នុងហ្នឹង
ចឹងអាហ្នឹងវត្តនៃសុភមង្គលគ្រួសារគឺវានៅក្នុងហ្នឹងមានន័យថា romantic រីករាយមានសុភមង្គលឆ្លុះប្រកាយចំពីនឬក៏មានការបញ្ចុះសម្រុងទៅដល់ romantic វិញអាហ្នឹងហៅវត្តនៃសុភមង្គលក្នុងគ្រួសារមិនមានន័យថាពាក្យសុភមង្គលរមាត់គឺវាអត់មានទំនាស់ណាអញ្ចឹងវាមានទំនាស់ចាអញ្ចឹងវាវិលហ្នឹងទៅក្នុងហ្នឹងរហូតដល់ចាប់ផ្ដើមនេះថារហូតដល់ចាប់ផ្ដើមយើងមានកូនមានចៅចាស់រៀងខ្លួនហ្នឹងគឺយើងនៅស្ថិតនៅក្នុងហ្នឹងសុភមង្គលគ្រួសារយើងស្ថិតនៅក្នុងហ្នឹងចាវត្តគឺវាស្ថិតនៅក្នុងហ្នឹងប៉ុន្តែបើវាអត់បញ្ចប់ទៅហ្នឹងទេបើមិនជាយើងអត់គ្រប់គ្រងគ្រួសារយើងឲ្យបានល្អឬក៏យើងដោះស្រាយបញ្ហាឬយើងថែទាំនៅក្នុងគ្រួសារឲ្យល្អនៅក្នុងគ្រួសារមួយយើងដាក់បេះដូងនៅក្នុងហ្នឹងមួយគឺនៅពេលដែលយើងមានក្តីស្រឡាញ់យើងអត់នេះតែបើយើងអត់ប្រយ័ត្ននេះតែយើងឆ្លោះប្រកែកតោះចោះសម្រងគ្នាវាអាចវិវត្តទៅទៀតវាអាចវិវត្តមកនេះលេងលះបែកមកចុងក្រោយរៀបការហើយជាប្តីប្រពន្ធនឹងគ្នាហើយគឺថាជោគជ័យហើយមានកូនបង្កើតគ្រួសារមានទ្រព្យសម្បត្តិរួមគ្រប់យ៉ាងគឺរួមគ្នាអស់ហើយមានលិខិតអាពាហ៍ពិពាហ៍ហើយប៉ុន្តែចុងក្រោយបើសិនជាយើងអត់ចេះគ្រប់គ្រងឬក៏អត់ចេះថែទាំគ្រួសារនឹងបានល្អទេគឺបែកបាក់ដែរបែកបាក់ដែរហើយទៅពេលបែកមកដល់ពេលយើងតែយើងប្រហែសលេងត្រូវជ្រុលមកនេះបាច់ពេលជ្រុលមកនេះបាច់លេងលះបែកមកលេងលះបែកមកលេងលះបែកមកមកចាប់ផ្ដើមដដែលហ្នឹងឃើញអត់មកចាប់ផ្ដើមដដែលអញ្ចឹងបានបច្ចុប្បន្នជើងវាគឺវត្តនៃសេចក្តីស្នេហាអានេះមានន័យថាយើងស្រឡាញ់គ្នាមុនរៀបការហ្នឹងក៏វត្តនៃស្នេហាដល់ពេលអានេះគេហៅវត្តនៃសុភមង្គលនៅក្នុងគ្រួសារហ្នឹងវិលណាវត្តនៃសុភមង្គលក្នុងគ្រួសារហ្នឹងក៏គេហៅវត្តនៃស្នេហាអញ្ចឹងទាំងពីរហ្នឹងគឺវត្តនៃស្នេហាណាទាំងពីរហ្នឹងខាងណាក៏វត្តនៃស្នេហាខាងនេះក៏វត្តនៃស្នេហាអញ្ចឹងបើសិនយើងនិយាយទៅជីវិតយើងកើតមកវិលណាបើយើងទាំងអស់គ្នារៀនអំពីវត្តនៃស្នេហាហើយអញ្ចឹងវត្តនៃស្នេហាគឺយើងមានរៀនអំពីវត្តនៃសង្សារដែលយើងស្រឡាញ់គ្នាវិលទៅមកអ្នកខ្លះស្រឡាញ់គ្នាហើយអត់ទាន់បានវត្តនៃសង្សារផងរៀបការគេរៀបការទៅគេជោគជ័យទៅគេដោះចាស់កោងខ្នងណោះអញ្ចឹងមនុស្សនៅលើពិភពលោកវាមានមនុស្សអញ្ចឹងដែរវាមានមនុស្សអញ្ចឹងដែរចាប់ផ្ដើមស្គាល់គ្នាស្រឡាញ់គ្នារៀបការជាមួយគ្នាមានកូនមានអីរហូតដល់គេមានកូនគេមានចៅគេដោះចាស់កោងខ្នងអត់អីតែអ្នកខ្លះវិញស្រឡាញ់គ្នាណាជាវត្តនៃស្នេហាហ្នឹងស្រឡាញ់មិនស្គាល់គ្នាស្រឡាញ់គ្នាសង្សារឆ្លោះប្រកែកត្រូវឆ្លោះប្រកែកមកបែកគ្នាប្រហែលឆ្នាំហើយហ្នឹងមកត្រូវគ្នាជាសង្សារវិញស្ថិតនៅក្នុងវត្តនៃសង្សារហ្នឹងមកត្រូវគ្នាវិញទៅស្រឡាញ់គ្នាទៅគេតការមួយអ្នកផ្សេងបាត់តែពេលឯងហ្នឹងនៅក្នុងវិលនៅក្នុងវត្តនៃសង្សារហ្នឹងគ្មានឆ្លងកាត់បានទៅវត្តនៃសុភមង្គលក្នុងគ្រួសារអីគេទេណាវិលនៅក្នុងហ្នឹងអ្នកខ្លះអញ្ចឹងហើយអ្នកខ្លះវិលនៅក្នុងវត្តនៃសង្សារហ្នឹងហើយនឹងបានសម្រាប់ថាបែកជួបហើយបានទៅរៀបការឆ្លងចូលដល់វត្តនៃសុភមង្គលក្នុងគ្រួសារហ្នឹងហើយណាឆ្លងចូលហើយមិនបានប្រហែលបែកគ្នាទៅជួប stranger ថ្មីទៀតទៅជួបទៀតនឹកឃើញថាគ្រាន់បើដែរល្អមើលទៅអីណានិស័យអីដូចគ្នាចរិតអីដូចគ្នាអីគ្រាន់បើដែរក៏បានវិលនៅក្នុងវត្តនៃស្នេហារយៈពេលយូរមើលចិត្តមើលថ្លើមគេដែរអញ្ចឹងគេតាមស្រឡាញ់យូរដែរធ្វើរឹកទៅពៀណាដែរហ្នឹងណាដល់ពេលចុងក្រោយស្រឡាញ់គេចប់វត្តនៃស្នេហាហ្នឹងទៀតចប់លើកទី2ហើយលើកទី1ចប់រៀបការលេងលះហ្នឹងមកចូលវត្តនៃស្នេហាហ្នឹងទៀតចប់វត្តនៃស្នេហាទៀតមករៀបការប្រហែលហ្នឹងដូចតែមុនបែកគ្នាទៀតជួប stranger ថ្មីទៀតម្ដងនេះគឺសម្រាប់ចិត្តដែរលេងពាក់ព័ន្ធហ្មងរឿងស្នេហា single ហ្មងនៅម្នាក់ឯងល្អជាងតែតាមពេកទៅមើលទៅល្អជាងមុនគុណ10ល្អសាកទៀតណាចាក់ក៏រុញមិត្តភក្តិក៏រុញសាកទៀតទៅវិលក្នុងវត្តនៃស្នេហាហ្នឹងទៀតវិលអានរៀបការទៀតវិលចូលមកវត្តនៃសុភមង្គលក្នុងគ្រួសារហ្នឹងទៀតចូលមកប្រហែលដដែលបែកគ្នាណាអ្នកគ្រូនិយាយតែប៉ុណ្្នឹងវាអាចមានលឹះនឹងអ្នកខ្លះដល់ឆ្លងកាត់វត្តនៃសង្សារហ្នឹងអ្នកខ្លះឆ្លងកាត់5 6 ដង 10 ដងអ្នកខ្លះវត្តនៃសុភមង្គលក្នុងគ្រួសារហ្នឹងឆ្លងកាត់4 ដង 5 ដងតម្រោះដល់ចាស់អញ្ចឹងគាត់វិលហ្នឹងចុងក្រោយ4 ដង 5 ដងឆ្លងកាត់អត់ជោគជ័យអ្នកខ្លះគេឆ្លងកាត់តែមួយជុំជោគជ័យវត្តនៃស្នេហាគេឆ្លងកាត់តែមួយជុំវត្តនៃសុភមង្គលក្នុងគ្រួសារគេឆ្លងកាត់តែមួយជុំចាស់កោងខ្នងតែមិនអីហ្នឹងយើងទទួលស្គាល់ទៅពេលខ្លះមិនមែនមានន័យថាគេឆ្លងកាត់វត្តនៃសង្សារតែម្ដងគេជោគជ័យគេល្អជាងយើងទេវត្តនៃគ្រួសារតែម្ដងគេជោគជ័យមិនមែនគេល្អជាងយើងទេមិនមែនអញ្ចឹងទេមានន័យថាយើងក៏វាល្អដែរគេមិនល្អជាងយើងហ្មងណាយើងក៏វាល្អដែរប៉ុន្តែវាគ្មានមនុស្សល្អណាដែលមានសំណាងមកជួបយើងវាអត់មានតែមានថាយើងទទួលស្គាល់ហ្នឹងទៅតែទីអ្នកគ្រូនឹងបរៀនពីរបៀបថាជួយខ្លួនឯងរបៀបណារស់នៅជាមួយនឹងបច្ចុប្បន្ននៃខ្លួនឯងរបៀបណាកុំឲ្យខូចចិត្តរស់នៅឲ្យមានន័យម្នាក់ឯងក្រោយមានគ្រួសារក្រោយមានសង្សារគ្មានសង្សារក្រោយរស់នៅគឺមានន័យហើយសប្បាយចិត្តរស់នៅជាមួយនឹងបច្ចុប្បន្នរបស់មនុស្សអត់ដូចគ្នាទេណាអ្នកគ្រូនឹងបរៀនមេរៀនក្រោយវីដេអូក្រោយណាឥឡូវចូលដល់សំណួរអ្នកគ្រូខំបរៀនណាបែកពពុះមករៀនយូរវត្តនៃស្នេហាវត្តនៃសុភមង្គលក្នុងគ្រួសារអញ្ចឹងតែអ្នកគ្រូបង្រៀនកូនសិស្សអ្នកគ្រូសួរថាតើបច្ចុប្បន្ននេះកូនស្ថិតនៅក្នុងដំណាក់កាលមួយណានៅក្នុងវត្តនៃសេចក្តីស្នេហានេះ
កូនផិតនៅក្នុងដំណាក់កាលមួយណា